ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយនៅក្នុងប្រទេសកម្ពុជារបស់យើងឥឡូវគឺដឹងហើយប្រទេសរបស់យើងកំពុងតែមានបញ្ហាចំនួនព្រំដែនជាមួយនឹងពួកចៅសៀមដល់ពេលអញ្ចឹងទៅសេដ្ឋកិច្ចរបស់យើងក៏វារៀងប្រមាថដែរអ្នកទាំងអស់គ្នាទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាមក relax ជាមួយខ្ញុំជាមួយនឹងទេសភាពនៅខាងក្រោយមិនមែនខាងក្រោយនៅជាហៀងប្រាសាទអង្គរវត្តរបស់យើងអ្នកទាំងអស់គ្នាដោយសារតែខ្ញុំចង់បង្វែរចំណាប់អារម្មណ៍អ្នកទាំងអស់គ្នាខ្លះផ្សព្វផ្សាយអំពីទេសចររបស់យើងដោយសារតែបើសិនជាយើងអត់ធ្វើឲ្យទេសចរនៅខាងក្នុងខេត្តសៀមរាបរបស់យើងមានគេហៅថាការផ្សព្វផ្សាយមានបានច្រើនទេអញ្ចឹងភ្ញៀវទេសចរគាត់នៅតែភ័យព្រួយថាតើនៅប្រទេសកម្ពុជាក៏ដូចជានៅខេត្តសៀមរាបរបស់យើងតើមានសុវត្ថិភាពអត់ពេលដែលគាត់មកលេងអញ្ចឹងនៅក្នុងវីដេអូនេះអត់អីទេអ្នកទាំងអស់គ្នាខ្ញុំគឺចង់ចែករំលែកឲ្យពុកម៉ែបងប្អូនក៏ដូចជាភ្ញៀវបរទេសគាត់មកលេងគឺមានអារម្មណ៍មួយថាសុវត្ថិភាពអ្នកទាំងអស់គ្នាហើយទីតាំងដែលខ្ញុំកំពុងតែនៅនេះគឺនៅខាងជាហៀងកសិនខាងជើងនៃកសិនអង្គរវត្តអ្នកទាំងអស់គ្នាហើយដូចដែលឃើញទេសភាពចឹងអ្នកទាំងអស់គ្នាគឺអាចនិយាយបានថាវ៉ាវអ្នកទាំងអស់គ្នានៅខេត្តសៀមរាបក៏អាចមកអង្គុយលេងបានដូចគ្នាឥឡូវម៉ោង 4:42 នាទីហើយអ្នកទាំងអស់គ្នាអាចមើលទេសភាពបានខ្ញុំជិះម៉ូតូខ្ញុំមកហើយឃើញម៉ូតូខ្ញុំក្រាកតេអង្គុយនៅខាងនោះអញ្ចឹងនៅក្នុងវីដេអូនេះគឺចង់ឲ្យអ្នកទាំងអស់គ្នាមើលទេណ៎អ្នកគ្នាបាយបាយ